ពេលដែលអ្នកជួបបញ្ហាឬក៏បាត់ពិសោធន៍ខ្លាំងបំផុតនៅក្នុងឆាកជីវិតចាឲ្យបងប្អូនអរគ្នាត្រូវតែអរគុណហើយប្រាប់ខ្លួនឯងថានឹងមានច្រកចេញផ្លូវណាមួយជាក់ជាមិនខានប្រគល់រឿងនឹងជូនទៅកាន់ចក្រវាឡបងប្អូននៅពេលដែលយើងជួបបាត់ពិសោធន៍ក្នុងជីវិតមិនថាបញ្ហាធំបណ្ណាតូចបណ្ណាទេបងប្អូនអរគ្នានៅពេលដែលយើងអាចបលែងជូនទៅកាន់ចក្រវាឡបានចក្រវាឡនឹងចាត់ចែងពេលដែលបងប្អូនឆ្លងតេស្តនឹងរួចបងប្អូននឹងបានកាដូធំពីចក្រវាឡចាអញ្ចឹងដូចខ្ញុំតែងតែនិយាយថានៅក្នុងគ្រោះមានលៀបចក្រវាឡចង់ដឹងថាតើផ្លូវចិត្តរបស់យើងលោកខាងក្នុងរបស់យើងមានអំណាចខ្លាំងប៉ុណ្ណាអាចទប់ទល់រឿងនឹងបានចាអញ្ចឹងពេលដែលយើងដឹងថាពេលដែលយើងឆ្លងកាត់រឿងនឹងមួយរួចរាល់ចាយើងនឹងដឹងថាយើងគូអាចដោះស្រាយរឿងនឹងបានយើងមានអំណាចចិត្តខ្លាំងមែនទែនដែលអាចឆ្លងកាត់រឿងមួយនេះផុតតែបើសិនជាយើងជួបរឿងនឹងហើយយើងទន់ជ្រាយយើងលំបាកមានន័យថាអំណាចនៅក្នុងខ្លួនរបស់យើងអត់ទាន់ខ្លាំងអត់ទាន់រឹងមាំទេគ្រប់រឿងទាំងអស់បងប្អូនអ្នកគ្នានៅពេលដែលយើងមើលផ្លូវវិជ្ជមានយើងនឹងជួបរឿងវិជ្ជមានយើងឆ្លងកាត់បានដោយរលូននៅការគិតរបស់យើងការនិយាយរបស់យើងប្រាប់ខ្លួនឯងថារឿងនេះនឹងមានច្រកចេញរឿងនេះនឹងបង្រៀនខ្ញុំឲ្យខ្ញុំអស្ចារ្យជាងមុនពូកែជាងមុនព្រោះដំណើរនៃជីវិតគ្មានអ្នកណាអត់ជួបរឿងទេបងប្អូនអ្នកគ្នាក៏ប៉ុន្តែគេជ្រើសរើសយកមានច្រកចេញគំនិតរបស់យើងគឺគិតថាមានច្រកចេញចាដូចខ្ញុំបងប្អូនអ្នកគ្នានៅពេលដែលខ្ញុំទទួលបានរឿងមកជុំទិសបងប្អូនពេលដែលគេថាឲ្យយើងសង្កត់មកយកលើយើងតែគ្រាន់តែថាញៀននៅក្នុងខ្លួនរបស់យើងមានកម្លាំងវិជ្ជមានយើងតតាំងតែយើងមិនទៅតតាំងជាមួយគាត់ទេយើងតតាំងនៅក្នុងចិត្តរបស់យើងប្រាប់ថារឿងនេះប្រកាសជាមានច្រកចេញរឿងនេះគឺជាដំណោះស្រាយការងារមួយនេះខ្ញុំមិនស្រឡាញ់ទេចាប៉ាខ្ញុំស្រឡាញ់ការងារមួយដែលខ្ញុំស្រឡាញ់អញ្ចឹងយើងត្រូវតែច្បាស់ចំពោះខ្លួនឯងចាច្បាស់ចំពោះខ្លួនឯងដឹងថាគោលដៅអ្វីដែលយើងប្រាថ្នាដឹងថាអ្វីដែលយើងស្រឡាញ់ពិតចេញពីបេះដូងបើមិនជាយើងមិនច្បាស់ជាមួយនឹងខ្លួនឯងចក្រវាឡអត់ដឹងធ្វើការយើងបែបណាទេហើយពេលដែលយើងរៀនច្បាប់ចក្រវាឡច្បាប់នៃការស្រូបទាញចាយើងបានចុះខសន្យាជាមួយចក្រវាឡហើយគឺមិនកើតទុកមិនឈឺចាប់ទេតែឲ្យបងប្អូនអរគ្នាត្រូវតែបដូរអារម្មណ៍នៅពេលដែលយើងកំពុងតែជួបរឿងហ្នឹងបើចិត្តយើងមានចិត្តយើងដ៏អស្ចារ្យនៅពេលដែលយើងមានជំនឿបែបណាជីវិតរបស់យើងនឹងដើរទៅតាមជំនឿដែលយើងជឿហ្នឹងចាដើរទៅតាមយ៉ាងពិតប្រាកដហេតុអីបានជាខ្ញុំហ៊ានអះអាងបែបនេះខ្ញុំដើរឆ្លងកាត់មកផ្ទាល់បងប្អូនអ្នកគ្នាខ្ញុំជាមនុស្សដែលឆ្លងកាត់មកផ្ទាល់ចាគឺខ្ញុំតែងតែជឿទុកចិត្តទៅលើចក្រវាឡ100%ខ្វះតែមួយគាត់បានដែរចាហើយយើងជឿថារឿងហ្នឹងនឹងមានដំណោះស្រាយរឿងហ្នឹងនឹងច្រកចេញមានច្រកចេញហេតុអីខ្ញុំត្រូវទៅគិតជំនួសចក្រវាឡចាគឺបែបហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំថាឲ្យតែជួបរឿងអីក៏ដោយអូប៉ាកំពុងតែចាត់ចែងកដោធំឲ្យកូនណៃចាអូប៉ាកំពុងតែរៀបចំផ្លូវមួយដែលល្អបំផុតជាងនេះឲ្យកូនណៃចាពេលដែលខ្ញុំជួបរឿងមួយហ្នឹងគឺខ្ញុំតែងតែដាក់ទំនាយឲ្យខ្លួនឯងបែបហ្នឹងខ្ញុំតែងតែប្រូក្រាមខ្លួនឯងបែបហ្នឹងចានៅពេលដែលខ្ញុំឆ្លងផុតទោះបីជាជួបភ្លាមបងប្អូនអត់អាចធ្វើអារម្មណ៍បានទេក៏ប៉ុន្តែត្រូវតែមាត់យើងឲ្យលឿនការគិតរបស់យើងឲ្យលឿនដូចគ្នាចាឲ្យលឿនអូរឿងនេះប្រកាសជាមានច្រកចាញ់អូរឿងនេះចក្រវាឡកំពុងតែរៀបចំកដោឲ្យខ្ញុំហ៎ចាហើយបងប្អូនណាបងជួបរឿងស្រាលស្រាលខ្ញុំជួបរឿងធ្ងន់ជាងបងចាបើបងប្អូនគិតបែបហ្នឹងគឺបងប្អូនបានបែបហ្នឹងតែបងប្អូនគិតថាអត់ទេរឿងអីក៏ដោយក៏ចក្រវាឡឲ្យខ្ញុំមានរឿងក៏ត្រូវតែមានដំណោះស្រាយខ្ញុំជឿទុកចិត្តទៅលើចក្រវាឡចាអញ្ចឹងពេលដែលយើងគិតបែបហ្នឹងថាមានច្រកចេញមានដំណោះស្រាយបងប្អូនប្រឡែងវាទៅចាហើយទៅធ្វើអ្វីដែលយើងអាចធ្វើបានដូចជាការរាំជាការហាត់ប្រាណការមកធ្វើវីដេអូអញ្ចឹងយើងនឹងរលែកយើងនឹងផ្លេចរឿងហ្នឹងហើយចក្រវាឡចេះចាត់ចែងរៀបចំតែបើយើងចេះទៅចាត់ចែងទៅគិតជំនួសចក្រវាឡបងប្អូនរៀនហត់ចាបងប្អូននឹងហត់ទាំងកាយហត់ទាំងចិត្តហើយបើបងប្អូនធ្វើការងារអ្វីដែលបងប្អូនមិនស្រឡាញ់ចេញពីបេះដូងបងប្អូននឹងមានអារម្មណ៍ថាធុញឲ្យហត់មែនតើខ្ញុំឆ្លងកាត់អារម្មណ៍មួយនេះគឺខ្ញុំឆ្លងដោយខ្លួនឯងអញ្ចឹងណាបងប្អូនអ្នកគ្នាចាអញ្ចឹងមិនថាថ្ងៃនេះអ្នកជួបរឿងអីទេត្រូវតែប្រាប់ខ្លួនឯងថានឹងមានច្រកចេញនឹងមានពន្លឺជីវិតនឹងមានដំណោះស្រាយហើយបងប្អូនចង់ដឹងកាន់តែច្បាស់ទៀតបងប្អូនចូលរៀននៅក្នុងខ9ថ្ងៃលាមទឹកខ្មៅយកជីវិតថ្មីដោយម្ដងសតិការតែងតែសាងបុណ្យជូននៅកាន់ចក្រវាឡដោយមិនកំណត់ថវិកាទេបងប្អូននឹងបានជីវិតថ្មីពិតប្រាកដបែបជាខ្លួនឯងបងប្អូននឹងបានសម្អាតទឹកខ្មៅអ្នកខ្លះក៏អត់យល់ថាទឹកខ្មៅជាអ្វីទឹកខ្មៅគឺជាការគិតអវិជ្ជមានចារបស់អ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនលាងសម្អាតហើយបងប្អូននឹងគិតវិជ្ជមានមកកាន់ខ្លួនឯងទៅកាន់អ្នកដទៃជីវិតរបស់បងប្អូនអ្នកគ្នានឹងជួបតែរឿងល្អៗយ៉ាងពិតប្រាកដជោគជ័យបែបជាខ្លួនយើងពីមនុស្សម្នាក់ដែលគិតអវិជ្ជមានខ្លាចជាមនុស្សម្នាក់ដែលគិតវិជ្ជមានយើងក៏ជោគជ័យលើជីវិតរបស់ខ្លួនឯងរួចរាល់ទៅហើយចាអូខេចាអញ្ចឹងคลิปវីដេអូមួយនេះមានប៉ុណ្ណឹងដើម្បីចែករំលែកជូនដល់បងប្អូនអ្នកគ្នាបងប្អូនចង់ដឹងកាន់តែច្បាស់បងប្អូនខមមិននៅក្នុងវីដេអូមួយនេះហើយ share វីដេអូមួយនេះរួមសាងបុណ្យជាមួយនឹងម្ដាមសិទ្ធិកាដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិកាជម្រាបលាបាយបាយ I love you បងប្អូនជាទីស្រឡាញ់អរគ្នាចាអរគុណបាយបាយ